លោកម្ចាស់អញ្ជើញពិសាបាយទៅលោកបងមើលឡោគឺកន្លែងហ្នឹងហើយយើងរកឃើញហើយល្អណាស់លោកបងខ្ញុំសូមជួយអបផងនេះគឺជាវិមានស្ដេចក្រាញ់មានទ្រព្យសម្បត្តិច្រើនណាស់យើងយកដូនតាមកកប់ទីនេះច្បាស់ជាកូនចៅចំនួនក្រោយមានជាមិនខានអបអូនណាទ្រព្យសម្បត្តិពេលនេះគឺមានហើយទោះបីយើងមានកូនហិនហោចដល់ទៅ10នាក់ក៏យើងមិនខ្វល់ដែរលុយកាក់សម្រាប់យើងវាគ្មានន័យអីទេកន្លែងនេះយើងទុកឲ្យឯងបញ្ចុះសពឪឯងទៅចុះអ្វីដែលយើងត្រូវការគឺសេចក្តីថ្លៃថ្នូរគេនិយាយថាអ្នកក្រមិនអាចឈ្នះអ្នកមានបានទេហើយអ្នកមានក៏មិនអាចឈ្នះអំណាចបានដែរពេលនេះយើងមានទាំងទ្រព្យសម្បត្តិមានទាំងអំណាចអញត្រូវតែឲ្យកូនរបស់យើងចូលធ្វើមន្ត្រីឲ្យអស់ធ្វើយ៉ាងនេះទើបបានយើងឈ្នះគ្រប់យ៉ាងទ្រព្យសម្បត្តិក៏យើងមានអំណាចក៏យើងមានថែមទៀតផងឯងយល់ទេលោកបងតាមពិតគឺចំកន្លែងនេះក្រៀងតាសិស្សបងបញ្ចុះទីកន្លែងនេះមិនបានទេហេតុអីបានជាមិនបានទីកន្លែងនេះគឺជាកន្លែងកំពូលភ្នំរាម5គឺជាកន្លែងរស្មីព្រះអាទិត្យប្រៀបបានដូចជាម្រាមអញកំពុងតែក្តាប់គឺក្តាប់ពិភពគុណទាំងមូលសិស្សបងធ្វើយ៉ាងនេះមិនបានទេកំពូលម្រាម5មានពណ៌ក្រហមបានសេចក្តីថាបើអាកាសប្រែប្រួលយើងនឹងត្រូវស្លាប់ដល់រន្ទះបាញ់កូនចៅរបស់លោកបងមានសិទ្ធិមានអំណាចមែនក៏ប៉ុន្តែវាច្បាស់ជាត្រូវបង្ហូរឈាមជាមិនខានទេលោកបងឯងកុំនិយាយច្រើនបង្ហូរឈាមក៏ដោយស្ដេចវងណាដែលមិនចង់បានអំណាចវាមានស្ដេចក្រាញ់នេះមានភពសំណាងតែក្នុងរយៈពេល24ឆ្នាំតែប៉ុណ្ណោះពេលនោះនឹងមានស្ដេចមួយព្រះអង្គទៀតតែគួរឲ្យសោកស្ដាយណាស់ស្ដេចក្រោយនេះកាចសាហាវក្នុងលោកនេះមានតែខ្ញុំនិងសិស្សច្បងខ្ញុំទេដែលអាចដឹងពីរូងភ្នំនេះតែសិស្សច្បងជាមនុស្សសាហាវណាស់គេប្រហែលជាលក្ខការអាចកំបាំងនេះគេរករឿងសម្លាប់ខ្ញុំព្រំលិខិតបើសិនជាខ្ញុំគ្រោះថ្នាក់អ្វីទៅខ្ញុំសង្ឃឹមថាអ្នកចំនួនក្រោយដែលមាននិស្ស័យនឹងខ្ញុំអាចទទួលបានផែនទីនេះហើយស្វែងរកកំទេចរូងភ្នំនេះចោលបាន